ថ្ងៃនេះបានជៀនជួនទៀតហើយបងបងចានិយាយទៅបើក្បាលវីដេអូឃើញតែមាត់ដឹងឯនេះបងបងចាជៀនជួនរបស់យើងអត់មានអីទេចាមុនដំបូងយើងធ្វើការចាដាក់ខ្លាញ់ឲ្យក្តៅជៀនត្រីឲ្យក្រៀមណាបងបងចាជៀនជួនរបស់យើងណាចាគ្រប់គម្របទៅវាឆាប់ក្រៀមចាបន្ទាប់មកយើងមកហាន់ខ្ញីចាខ្ញីនេះយើងហាន់ហើយយើងយកទៅបំពងវាចាឲ្យសពតទៅយើងដួសដាក់ចានណាបន្ទាប់មកយើងហាន់ល្ខ្ទឹមចាហាន់ល្ខ្ទឹមហាន់បន្លែហាន់អីហើយយើងក៏ច្រាំសៀងច្រាំអីមកបងបងចានិយាយទៅឆាសៀងរបស់នេះខ្ញុំងាយងាយបងបងចាហើយត្រីរបស់យើងក៏បានក្រៀមហើយដែរយើងចាប់ផ្ដើមប្រែវាមួយចំហៀងទៀតទៅឲ្យក្រៀមទាំងសងខាងចានិយាយទៅតើក្រៀមបានរៀងឆ្ងាញ់បងបងចាហើយខ្ទះមិនបាច់លាងមិនបាច់អីទេចាគឺបំពងខ្ទឹមអាខ្ទះជៀនត្រីនឹងតែម្ដងទៅចាត្រឡប់ត្រឡិនទៅឆាប់បានញ៉ាំបន្ទាប់ពីពងទឹមហើយចាចាក់ខ្ញីចូលចាក់សៀងចូលច្បុកច្បល់មកហើយដាក់ស្ករក្រហមទៅដាក់ស្ករក្រហមហើយថែមប៊ីចេងបន្តិចមកបងបងចានិយាយទៅជៀនជួននេះបាយអស់គោមទៀតហើយអស់បាយមួយគោមទៀតហើយចាដាក់ប៊ីចេងបន្តិចមកតោះមកយើងដាក់ត្រីចូលមកត្រីរបស់យើងដាក់ហើយយើងត្រឡប់ចុះត្រឡប់ឡើងទៅហើយយើងចាក់ទឹកចូលចាចាក់ទឹកចូលហើយយើងគ្របវាចាឲ្យខាស់ទឹកទៅបងបងចាបន្ទាប់ពីគ្របវាបន្តិចមកគឺយើងបានឆ្អិនហើយបងបងចាអត់មានអីទៀតទេចាជៀនជួនងាយងាយលឿនលឿនណាបងបងចានិយាយទៅជៀនជួនវគ្គនេះអស់បាយទាំងគោមម្ដាយខ្ញុំក៏គាត់មានអារម្មណ៍ថាអត់សូវធ្វើហូបចាហូបអស់មកកណាត់ត្រីតឯងតែម្ដងហើយខ្ញុំនេះចាចាប់ផ្ដើមធ្វើហើយនេះម្ទេសដាក់ក្រឹបតែម្ដងចានិយាយទៅមើលតែមាត់ទៅដឹងហើយបងបងចាបងបងកុំភ្លេច share like វីដេអូម្នាក់